ស្នាដៃមិនធម្មតាប្រធានាធិបតីឆេកកាន់កាមេរ៉ាចោទថតការប្រកួត F1 ជាមួយអ្នកសារព័ត៌មានអាជីពនៅក្នុងពិភពនយោបាយមេដឹកនាំភាគច្រើនតែងតែចំណាយពេលចុងសប្តាហ៍សម្រាប់លំហែកាយឬចូលរួមក្នុងព្រឹត្តិការណ៍ធំៗក្នុងនាមជាភ្ញៀវកិត្តិយសនៅលើកៅអី VIP ប៉ុន្តែសម្រាប់ប្រធានាធិបតីនៃសាធារណរដ្ឋឆេកលោក Petr Pavel វិញគឺខុសស្រឡះទាំងស្រុងលោកបានធ្វើឲ្យមហាជននិងពិភពកីឡាប្រណាំងឡានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានបោះបង់ការអង្គុយទស្សនានៅក្នុងកៅអី VIP ហើយបានជ្រើសរើសកាន់កាមេរ៉ាចុះទៅឈរហាត់ថ្ងៃថតរូបជាមួយអ្នកសារព័ត៌មានអាជីពនៅគៀកទីលានប្រកួត Formula 1 នៅក្នុងព្រឹត្តិការណ៍ប្រកួតរថយន្ត Formula 1 Hungarian Grand Prix លោកប្រធានាធិបតី Petr Pavel ត្រូវគេប្រទះឃើញពាក់អាវសម្រាប់អ្នកថតរូបផ្លូវការរបស់សហព័ន្ធយានយន្តអន្តរជាតិ FIA Accreditation ដោយដៃកាន់កាមេរ៉ានិងកែវ LED Nikon ធុនធ្ងន់ដេញតាមប្រមាញ់រូបភាពរថយន្តប្រណាំងក្នុងល្បឿនលឿនដោយផ្លេកបន្ទោលសកម្មភាពយ៉ាងស្ទាត់ជំនាញនិងភាពស្និទ្ធស្នាលរបស់លោកជាមួយក្រុមអ្នកថតរូបអាជីពនៅជុំវិញទីលានបានទាក់បេះដូងអ្នកគាំទ្រ F1 និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមការថតរូបមិនមែនគ្រាន់តែជាការសម្ដែងរូបភាពនយោបាយមួយគ្រាសម្រាប់លោកនោះឡើយប៉ុន្តែវាជាចំណងចំណូលចិត្តយ៉ាងជ្រាលជ្រៅនិងជាជំនាញពិតប្រាកដដែលលោកបានសន្សំជាច្រើនឆ្នាំមកហើយកន្លងមកអតីតមេបញ្ជាការយោធាកំពូលរូបនេះធ្លាប់បានកាន់កាមេរ៉ាទៅថតប្រមាញ់រូបភាពនៅក្នុងព្រឹត្តិការណ៍កីឡាយានយន្តល្បីៗជាច្រើនជុំវិញពិភពលោករាប់ចាប់តាំងពីការប្រកួតរថយន្ត24ម៉ោង Le Mans កីឡា MotoGP NASCAR រហូតដល់ការប្រកួតរថយន្តវាលខ្សាច់ដ៏គ្រោះថ្នាក់ Dakar Rally កាន់តែអស្ចារ្យជាងនេះទៅទៀតស្នាដៃថតរូបពីព្រឹត្តិការណ៍ Dakar Rally របស់លោកមិនត្រឹមតែត្រូវបានយកទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរបច្ចេកទេសជាតិនាទីក្រុងប្រាក់ប៉ុណ្ណោះទេប៉ុន្តែអាល់ប៊ុមថតរូបរបស់លោកថែមទាំងត្រូវបាននាំយកទៅដេញថ្លៃក្នុងកម្មវិធីសប្បុរសធម៌ដោយរៃអង្គាសប្រាក់បានជិត 50,000 អឺរ៉ូដើម្បីជួយដល់កុមារឪពុកម្ដាយលែងលះនិងមនុស្សចាស់ដែលជួបការលំបាកទង្វើរបស់លោកប្រធានាធិបតី Petr Pavel បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាទោះបីជាត្រូវដឹកនាំប្រទេសយ៉ាងបមេយឹកយ៉ាងណាក៏ដោយក៏មេដឹកនាំរូបនេះមិនដែលបោះបង់ក្តីស្រមៃចោលនិងចំណងចំណូលចិត្តផ្ទាល់ខ្លួនឡើយហើយថែមទាំងបានប្រើប្រាស់ជំនាញសិល្បៈនៃការថតរូបនេះមកបង្កើតជាប្រយោជន៍យ៉ាងធំធេងសម្រាប់សង្គមជាតិទៀតផង។